ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមុខម្ហូបឆាសាច់គោជាមួយនឹងក្រសាំងទាបចាហើយចំពោះមុខម្ហូបនេះគឺងាយស្រួលធ្វើហើយក៏ងាយស្រួលក្នុងការរកបន្លែដែរបងប្អូនហើយចំពោះបន្លែដែលខ្ញុំយកមកធ្វើថ្ងៃនេះគឺបន្លែនៅជុំវិញផ្ទះរបស់ខ្ញុំនឹងឯងចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកធ្វើការកាត់បន្លែរបស់យើងដើម្បីយកទៅឆាចាអញ្ចឹងបន្ទាប់ពីយើងធ្វើការកាត់បន្លែរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមមកកាត់យកកន្លែងណាដែលវាខ្ចីៗវិញម្ដងចាហើយចំពោះបន្លែនេះដែរបងប្អូនចង់កាត់វែងឬខ្លីតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាអញ្ចឹងឥឡូវយើងបានបែបបន្លែរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមមកធ្វើការហាន់សាច់របស់យើងវិញម្ដងហើយចំពោះសាច់នេះដែរបងប្អូនកុំហាន់ទូចពេកឬក៏ធំខ្លាំងពេកបងប្អូនហាន់វាមកល្មមដែលបងប្អូនចូលចិត្តចឹងបន្ទាប់ពីយើងធ្វើការហាន់សាច់រួចរាល់ហើយយើងចាប់ផ្ដើមងាកមកមើលគ្រឿងទេសដែលយើងចូលយកមកឆាវិញម្ដងដូចជាដំបូងគឺយើងចិញ្ច្រាំខ្ទឹមរបស់យើងសិនបងប្អូនបន្ទាប់ពីចិញ្ច្រាំខ្ទឹមហើយយើងចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅទៅហើយយើងដាក់ប្រេងឆារបស់យើងចូលប្រេងឆារបស់យើងបានក្តៅហើយយើងចាប់ផ្ដើមមកដាក់ខ្ទឹមសដែលយើងបានចិញ្ច្រាំមុននេះទេហើយយើងចាប់ផ្ដើមលាយវាទៅវិញទៅមកដើម្បីកុំឲ្យខ្ទឹមសរបស់យើងខ្លោចចាអញ្ចឹងឥឡូវយើងឃើញថាខ្ទឹមសរបស់យើងនេះគឺបានខំល្អហើយយើងចាប់ផ្ដើមមកដាក់សាច់គោរបស់យើងវិញម្ដងហើយយើងបន្តឆាវាទៅវិញទៅមកបន្ទាប់មកយើងឃើញថាសាច់របស់យើងរាងឡើងក្រហមល្អហើយយើងចាប់ផ្ដើមមកដាក់គ្រឿងទេសរបស់យើងវិញម្ដងដោយគ្រឿងទេសរបស់យើងគឺមានស្ករអំបិលប៊ីចេងម្សៅស៊ុបប្រេងខ្យងហើយនិងម្រេចជាដើមបងប្អូនហើយជាចុងក្រោយក៏ខ្ញុំដាក់ម្ទេសចូលដែរបងប្អូនហើយចំពោះម្ទេសនេះបើបងប្អូនអត់ចូលចិត្តបងប្អូនមិនបាច់ដាក់ក៏បានដែរចាអញ្ចឹងបន្ទាប់ពីសាច់គោរបស់យើងបានឆ្អិនហើយយើងចាប់ផ្ដើមមករៀបបន្លែវិញម្ដងហើយចំពោះបន្លែនេះថាបើសិនជាបងប្អូនចង់ដាក់ស្រស់បែបនេះក៏បានឬក៏បងប្អូនយកទៅស្រស់ទឹកក្តៅសិនក៏បានដែរចឹងបន្ទាប់ពីយើងរៀបបន្លែរួចបងប្អូនចាប់ផ្ដើមដាក់សាច់ចូលទៅរួចជាការស្រេចអញ្ចឹងមុខម្ហូបរបស់យើងថ្ងៃនេះគឺបានរួចរាល់ហើយបងប្អូនហើយវីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរបើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយអរគុណ